សម្លម្ជូរត្រួយអំពិលត្រីប្រាហើមជាមុខម្ហូបដែលចុះបាយបន្ថែមបន្លែជាមួយនឹងក្អៅឈូកក៏ដូចជាប៉េងប៉ោះឈើរីថែមម្ទេសហឹរឲ្យច្រើនមកជូរប្រៃផ្អែមបាយចុះណាបងប្អូនអស់បាយពីឆ្នាំងអត់ដឹងខ្លួនទេយើងចាប់ផ្ដើមដាំទឹកស្លឲ្យពុះមកបន្ថែមជាមួយនឹងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចបន្ថែមជាមួយនឹងម្ទេសហឹរហើយយើងបង់ជាមួយនឹងអំបិលរ៉ូឌីអំបិលអ៊ីយ៉ូស្ករសក៏ដូចជាប៊ីចេងដាក់តាមការចូលចិត្តបន្ថែមជាមួយនឹងទឹកត្រីរូបបង្កងបន្តិចទៀតមកបងប្អូនទាំងអស់គ្នាចំពោះស្លនេះដែរខ្ញុំអត់បានបង់ប្រហុកទេឥឡូវទឹកស្លយើងពុះហើយយើងចាប់ផ្ដើមដាក់ត្រីប្រហើមយើងចូលមកបងប្អូនចំពោះត្រីប្រហើមនេះដែរខ្ញុំស្រុះទឹកក្តៅវាបាន3-4ទឹកហើយបងប្អូនដើម្បីកុំឲ្យវាប្រៃពេកឥឡូវត្រីយើងឆ្អិនល្អហើយយើងចាប់ផ្ដើមបន្ថែមបន្លែយើងមកក៏ដូចជាកៅអៅឈូកជាមួយនឹងអាប៉េងប៉ោះឈើរីហ្នឹងបងប្អូនវាចាប់ជាតិគ្នាឆ្ងាញ់មែនតែនចំពោះស្លហ្នឹងណាឥឡូវស្លយើងក៏ដូចជាបន្លែយើងនឹងវាឆ្អិនល្អហើយបន្ថែមម្ជូរមកបងប្អូនដាក់ម្ជូរ7ក៏បានម្ជូរក៏សាំងម្ជូរអីក៏បានតែចំពោះខ្ញុំវិញខ្ញុំបង់ត្រួយអំពិលហើយបងប្អូនវាចាប់ជាតិគ្នាឆ្ងាញ់ល្អមែនតែនបន្ទាប់ពីយើងបង់ត្រួយអំពិលហើយទុកឲ្យវាពុះមួយសន្ទុះមកចេញជាតិជូរល្អហើយយើងចាប់ផ្ដើមបង់ជាមួយនឹងម្អមមកបងប្អូនដាក់តាមការចូលចិត្តឥឡូវស្លរបស់យើងហ្នឹងគឺវាបានឆ្អិនរួចរាល់ហើយបងប្អូនមើលទៅតំណងញ៉ាំអត់បងប្អូនទាំងអស់គ្នាចាប់ផ្ដើមដួសដាក់ចានមកបងប្អូននិយាយពីថាក្លិនឈ្ងុយផ្អើលភូមិញ៉ាំបាយអស់2-3ចានបងប្អូនទាំងអស់គ្នាហើយចំពោះបងប្អូនដែលចង់បានទឹកសោសបងប្អូនកុំភ្លេចឆាតចូល Page ឬ Telegram 0713438847មកបងប្អូនទឹកសោសខ្ញុំនៅមាន promotion ថែមជាមួយនឹងប្រេងម្ទេសដដែលបងប្អូនទាំងអស់គ្នាឥឡូវគឺស្លខ្ញុំឆ្អិនរួចរាល់ហើយតំណងអត់បងប្អូនទាំងអស់គ្នាកុំភ្លេច comment ក៏ដូចជា share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនទាំងអស់គ្នា